ហើយកុំភ័យរឿងដើរហ្នឹងបងប្អូនហើយនិយាយទៅដើរជើងស្ប៉ានិមិត្តហ្នឹងបងប្អូនដើរលេងដល់ស្ពឹកហ្នឹងហើយពីមកកន្លែងទៅមកកន្លែងឆ្ងាយដែរបងប្អូនមិនតែដើម្បីសម្រួលលើការចំណាយយើងត្រូវតែព្យាយាមដើរអស់លទ្ធភាពចាំពេលយើងដើរលេងរួចហើយបានយើងហៅតាក់ស៊ីជិះចឹងណាបងប្អូនហើយនេះគឺជាសួនកំសាន្តរបៀបដូចសួនប្រតិបត្តិអីនៅស្រុកខ្មែរដែរបងប្អូនហើយនេះគឺជាវិហារមួយដែរខ្ញុំមិនដឹងដែរតែប្រជាជនរបស់គាត់មានការអញ្ជើញទៅច្រើនអាចជាថ្ងៃបុណ្យអីក៏ខ្ញុំមិនដឹងដែរហើយជាបន្តនេះគឺជាការធ្វើដំណើរទៅរដ្ឋមួយទៀតហើយដែលយើងត្រូវទៅស្នាក់នៅដើម្បីត្រៀមខ្លួនក្នុងការសម្ដែងរយៈពេលជិះយូរមែនទែនបងប្អូនហើយនេះគឺជាម៉ាតអីវ៉ាន់ដែលគាត់លក់នៅក្នុងហ្នឹងយើងអាចញ៉ាំបានមួយចំនួនថាមួយចំនួនទៀតវាខុសរសជាតិដែលយើងធ្លាប់ញ៉ាំចឹងវាអាចនឹងអត់ធ្វើមកដែរចឹងបងប្អូនហើយនេះគឺជាវាយបានមួយចំនួននៅក្នុងហ្នឹងនិយាយទៅខ្ញុំឃើញឯកថតដែរបងប្អូនព្រោះនិស័យទៅលើការរៀបចំហើយនឹងទៅលើមុខទំនិញមួយចំនួនគឺវាខុសពីស្រុកខ្មែរយើងអញ្ចឹងវាក៏ជាអារម្មណ៍មួយប្លែកផងដែរ